បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្រៀនអ្នកគ្នាពីរបៀបការចុច keyboard ចឹងអ្នកគ្នាគឺយើងចុច keyboard ផងដងគឺយើងដឹងហើយថាជួនកាលវាអាចថាមានមួយតែready ថាពេលយើងចុចអត់ចេញពុកម៉ែបងចុចអត់សូវចេញទេចឹងថ្ងៃនេះកុំឲ្យថាខ្ញុំបង្រៀនអ្នកទាំងអស់គ្នាចឹងកុំឲ្យថាខ្ញុំអត់បង្រៀនប្រាប់កុំឲ្យថាប្រាប់អត់ដឹងអ្នកគ្នាចឹងជាមុនដំបូងអ្នកគ្នាចូលមកកាន់ setting នេះយើងអានេះអ្នកគ្នាចូលមកកាន់កន្លែង setting នឹងមកកងចាក់ហ្នឹងនេះហើយអ្នកចូលមកកន្លែងនេះកន្លែងបង្វិលនេះយើងនឹងដូចការបង្វិលអីគេទៅចាំអូខេចូលមកកន្លែងហ្នឹងមួយចឹងអ្នកនេះអូមកកន្លែងសោនេះយើងអាកូនសោនេះយើងចូលមកកន្លែងហ្នឹងមកនេះនៅបាទទេចឹងអ្នកនេះចំមកខាងក្រោមមកបាទអ្នកនេះតពីអ្នកចំមកខាងក្រោមហើយអ្នកនេះអូអ្នកនេះនឹងធ្វើកន្លែង keyboard ចឹងអ្នកនេះពេលអ្នកនេះចុចលើ keyboard អ្នកនេះចុចលើអានេះមកចឹងគឺវានឹងកំពុងដើរចឹងអ្នកនេះគឺវាគ្មានជាផ្មាច់នឹងហើយអីទេអ្នកនេះចុចតាហ្នឹងមកគឺហើយចឹងអ្នកនេះសាខ្ញុំបង្រៀនអ្នកនេះប៉ុណ្ណឹងទេដោយសាររបស់ខ្ញុំចុចហើយដែរតោះឥឡូវគេខ្ញុំមកសាឲ្យអ្នកនេះមើលពេលមុនហ្នឹងគឺ keyboard ខ្ញុំគឺវាចឹងមែនយើងដែរសាខ្ញុំអត់បាន icon ផ្លេចចូលយើងចឹងឥឡូវខ្ញុំចុចឲ្យអ្នកនេះមើលនេះអត់គឺខ្ញុំអាចចុចបាននេះយើងអត់មានបញ្ហាអីទាំងអស់អ្នកគ្នាទៅនេះបញ្ហាអីទេអ្នកគ្នាគឺយើងអាចចុចអីបានអស់អ្នកគ្នាទីអត់មានជាបញ្ហាអត់មានជាអីទាំងអស់ចឹងអ្នកគ្នាគឺអត់បញ្ហាទេអ្នកគ្នាហើយបើសិនជាអ្នកទាំងអស់នេះថាអ្នកគ្នាធ្វើអត់បានចាអ្នកទាំងអស់គ្នាចុចមកខាងនេះអ្នកគ្នាចាំលេខអ្នកគ្នាមើលច្បាស់សិនសាកាមេរ៉ាខ្ញុំវាតំណើបនេះយើងចឹងអ្នកគ្នាចុចមកខាងនេះអ្នកគ្នាឃើញណានេះកន្លែងហ្នឹងវាចុចមកគឺវានឹងទីកន្លែងហ្នឹងគឺវានឹងបាត់អូតូនេះយើងបាត់អូតូអ្នកគ្នាមកកន្លែងហ្នឹងម្ដងទៀតអ្នកគ្នាចូលមកកន្លែងកងចាក់ហ្នឹងដែរអ្នកគ្នាឲ្យអ្នកគ្នាអូមកចំកន្លែងនេះដែរកន្លែងនេះដែរចាំមកទៀតអ្នកគ្នាមកកន្លែងនេះដែរអ្នកគ្នាចុចកន្លែងពាក្យហ្នឹងទៀតនេះយើងអ្នកគ្នាសើមកកាន់រកកន្លែង keyboard ចឹងអ្នកគ្នាចុចតាហ្នឹងទៀតហើយចុចតាខាងនោះទៀតតែខ្ញុំបានបញ្ជាក់ទៅគឺអ្នកនរគ្នានឹងធ្វើបានដូចជាការដែលអ្នកគ្នាចង់ធ្វើចង់វាងាយស្រួលហើយនឹងងាយកាត់ស្ដាប់ខ្លាំងមែនតើអ្នកនរគ្នាទ្រាំតែអ្នកទាំងអស់គ្នាធ្វើបាទនឹងឲ្យងាយស្រួលខ្លាំងតែអ្នកគ្នាឡើយខ្ញុំសូមបញ្ចូលសំឡេងមានទីសន្និសីទសំឡេង keyboard ខ្ញុំមានអារម្មណ៍ហើយវាចង់វាខូចអ្នកគ្នាចឹងណាចឹងឲ្យខ្ញុំចុចមកទៀតនឹងនេះសារកាលពី episode មុនទីដឹងហើយថាសំឡេង keyboard ខ្ញុំគឺវាខូចអ្នកគ្នាសំឡេងពេលយ៉ាងតែខ្ញុំមិនដឹងថាវាមិនដែរនេះយើងសំឡេងវាខូចហើយ laptop ខ្ញុំនេះប្រើទីម៉ាក level អ្នកទាំងអស់គ្នាចឹងអ្នកគ្នាអាចធ្វើតាមខ្ញុំបានហ្នឹងហើយទៀតងាយស្រួលខ្លាំងមែនតើអ្នកគ្នាហ្នឹងហើយគឺនិយាយចំទៅគឺថាមួយអែមស្រែមតែម្ដងហើយមើលមុខអ្នកធ្វើឯបាទមើលមុខអ្នកធ្វើហើយតែមុខអ្នកធ្វើក្មេងទេប៉ុន្តែធ្វើបាននិយាយប៉ុន្តែអ្នកខ្លះតិចថាពេលគាត់ធ្វើចេញចឹងអ្នកគ្នាកុំអើភ័យអ្នកគ្នាចិត្តតាខ្លាំងមួយហើយនឹងអក្សរ O អ្នកគ្នាតែចឹងគឺវានឹងចេញលួច keyboard ប៉ុន្តែរបស់ខ្ញុំអត់លួចទេដោយសារដឹងវាខូចអីមួយគ្នាយើងតែគឺខ្ញុំដឹងគ្នាដោយសារខ្ញុំប្រើ computer ដែរអ្នកគ្នាចុចតាមណាមួយហើយអ្នកគ្នាបើចុចលេខអក្សរ O មកទីអ្នកគ្នានឹងធ្វើ keyboard ដែលកណ្ដាលមុខតែម្ដងហ្នឹងហើយប៉ុន្តែគាត់ថាខ្ញុំចម្លែកតាមរបស់ខ្ញុំអត់ចេញខ្ញុំមិនដឹងមិនដែរនេះគ្នាយើងនេះសំឡេងអូ my god នេះយើងមើលឲ្យបាក់បុកវែខ្ញុំមានអារម្មណ៍ថាដូចជាលេខ70នេះជាលេខ70មិនទេខ្ញុំមិនដឹងដែរអញ្ចឹងអរគុណឡើងមែនតើអ្នកគ្នាបានវីដេអូមិនប៉ុណ្ណឹងឯងខ្ញុំបង្រៀនអ្នកគ្នាពីរបៀបការលេខ keyboard ខ្ញុំខូចចាអ្នកគ្នាអញ្ចឹងគឺវាងាយស្រួលនិងងាយស្រួលស្ដាប់ខ្លាំងមែនតើហ្នឹងហើយសូមអរគុណជំរាបលាបាយបាយអញ្ចឹងមិនមែនអ្នកគ្នាមិនរៀងអីទៀតអាចប្រាប់ខ្ញុំបានជួយខ្ញុំបញ្ចេញវីដេអូជូនបាទ Goodbye